ចាជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំលើកយកបទពិសោធន៍ផ្ទាល់ខ្លួនអំពីពេលជួបការលំបាកគ្មានអ្នកជួយតែយើងត្រូវធ្វើដូចម្តេចពេលខ្លះក្នុងជីវិតយើងគិតថានឹងមាននរណាម្នាក់មកជួយយើងនរណាម្នាក់មកយល់នរណាម្នាក់មកដោះស្រាយបញ្ហាជំនួសយើងប៉ុន្តែការពិតគ្មាននរណាម្នាក់ឡើយដែលចូលខ្លួនមកជួយយើងកុំថាឡើយមិត្តភ័ក្តិសូម្បីតែបងប្អូនក៏គ្មានដែរនៅថ្ងៃនោះខ្ញុំរៀនថាមនុស្សដែលអាចជួយខ្ញុំបានច្រើនជាងគេគឺខ្លួនខ្ញុំដូចនេះខ្ញុំប្រាប់ខ្លួនឯងថាត្រូវអត់ធ្មត់ខ្ញុំត្រូវធ្វើចិត្តឲ្យស្ងប់រួចគិតឡើងវិញម្ដងហើយម្ដងទៀតថាបញ្ហារបស់យើងត្រូវចេញតាមផ្លូវណាពេលខ្លះខ្ញុំសរសេរបញ្ហានិងដំណោះស្រាយនៅលើក្រដាសពេលខ្លះខ្ញុំសរសេរជាមួយទូរស័ព្ទរបស់ខ្ញុំព្រោះពេលខ្លះគ្រាន់តែគិតមិនសរសេរចេញមកក្រៅក៏មិនអាចរកដំណោះស្រាយឃើញដែរសម្រាប់ខ្ញុំពេលខ្លះខ្ញុំត្រូវការប្រើពេលវេលាលឿនពេលខ្លះយូរទៅតាមបញ្ហាមួយប៉ុន្តែខ្ញុំមិនដែលអស់សង្ឃឹមនិងបោះបង់ឡើយពីព្រោះខ្ញុំដឹងច្បាស់ខ្ញុំមិនមានអ្នកជួយទេពេលគ្មាននរណាជួយខ្ញុំឃើញថាខ្ញុំរឹងមាំជាងមុនខ្ញុំជឿលើខ្លួនឯងហើយជាការពិតការរីកចម្រើនមិនចាំបាច់មានមនុស្សច្រើនជុំវិញទេថ្ងៃនេះបើអ្នកកំពុងឈរតែម្នាក់ឯងសូមដឹងថាអ្នកមិនខ្សោយទេអ្នកកំពុងក្លាយជាមនុស្សខ្លាំងនេះហើយជាមេរៀនដែលខ្ញុំបានរៀនពេលគ្មាននរណាជួយយើងប្រសិនបើបទពិសោធន៍របស់ខ្ញុំអាចជួយអ្នកបាននៅចំណែកណាមួយសូមជួយ Subscribe Channel របស់ខ្ញុំផងសូមអរគុណ